បើស្រឡាញ់គេប្រាប់គេទៅមានអ្វីទៅខ្លាចបើគ្រាន់តែយើងនិយាយពាក្យស្រឡាញ់ប្រាប់ចំពោះមនុស្សដែលយើងស្រឡាញ់ព្រោះការពិតរឿងដែលគួរឲ្យខ្លាចគឺការកុហកចំពោះមនុស្សម្នាក់ដែលយើងស្រឡាញ់ទៅវិញទេព្រោះមុនពេលដែលយើងកុហកគេយើងក៏បានកុហកខ្លួនឯងមុនគេទៅទៀតនៅពេលដែលយើងស្អប់នរណាម្នាក់យើងមិនខ្លាចក្នុងការនិយាយប្រាប់អ្នកដទៃថាយើងស្អប់គេទេពេលខ្លះយើងហ៊ាននិយាយដោយមិនញញើតមាត់នៅក្រោយខ្នងរបស់គេនិងនៅចំពោះមុខមនុស្សជាច្រើនប៉ុន្តែពេលយើងលួចស្រឡាញ់នរណាម្នាក់វិញកុំថាឡើយឲ្យទៅនិយាយនៅក្រោយខ្នងគេប្រាប់មនុស្សជាច្រើននោះសូម្បីតែនិយាយដល់មនុស្សម្នាក់ដែលយើងស្រឡាញ់ដែលយើងខ្លួនឯងជាអ្នកលួចស្រឡាញ់នឹងក៏យើងពិបាកនិយាយចេញមុខដែរពេលខ្លះគ្រាន់តែស្រឡាញ់មនុស្សម្នាក់យើងត្រូវខំប្រឹងលាក់ពាក្យនេះទុកក្នុងចិត្តរាប់ឆ្នាំហើយពេលខ្លះទៀតក៏គ្មានទាំងឱកាសអាចនិយាយឲ្យគេបានដឹងផងបើយើងជាមនុស្សប្រុសក្នុងការសារភាពស្នេហ៍ចំពោះនារីដែលខ្លួនស្រឡាញ់វាមិនពិបាកខ្លាំងណាស់ណានោះទេក៏ប៉ុន្តែសម្រាប់មនុស្សស្រីវិញវាពិបាកខ្លាំងណាស់ដែលត្រូវទៅនិយាយប្រាប់មនុស្សប្រុសម្នាក់ថាខ្លួនបានលួចស្រឡាញ់គេវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ខ្លាចចំពោះលក្ខខណ្ឌប្រពៃណីខ្លាចចំពោះផ្លត់ណត់គំនិតដែលយើងប្រកាន់មកជាយូរថាមនុស្សស្រីមិនសមណានិយាយសារភាពក្តីស្រឡាញ់ប្រាប់ទៅដល់បុរសនោះឡើយមានមនុស្សស្រីច្រើនណាស់ដែលមិនហ៊ានសារភាពមិនហ៊ានក្លាហានធ្វើរឿងទាំងនេះមនុស្សស្រីច្រើនមិនច្រើនទេដែលមិនហ៊ាននិយាយពាក្យស្រឡាញ់ប្រាប់ទៅដល់បុរសដែលខ្លួនស្រឡាញ់ហើយជាទូទៅវាគឺជារឿងខកបំណងសម្រាប់មនុស្សស្រីជាច្រើនដោយសារថានាងត្រូវបានឆ្លើយតបបដិសេធយ៉ាងគួរសមពីបុរសដែលនាងស្រឡាញ់សម្រាប់មនុស្សស្រីវិញទោះបីជាខ្លួននិយាយថាទេចំពោះការស្នើសុំរបស់ភាគីបុរសក៏ដោយក៏ប៉ុន្តែវាមិនមានន័យថា 0% នោះទេចឹងហើយណាស់មនុស្សស្រីអាចមានចិត្តគំនិតគ្រាន់តែមិនទាន់ច្បាស់លាស់ហើយក៏ជាទូទៅមនុស្សស្រីគឺនៅតែផ្ដល់ឱកាសនិងទុកពេលវេលាឲ្យមនុស្សប្រុសនោះដដែលប៉ុន្តែមនុស្សប្រុសគឺមិនដូចគ្នាទេពីព្រោះមនុស្សប្រុសនឹងមិនឆ្លើយតបបដិសេធដោយត្រង់ចំពោះមនុស្សស្រីឡើយគេអាចនិយាយពាក្យបដិសេធចំពោះមនុស្សស្រីដោយប្រើពាក្យសមរម្យល្អគួរសមហើយក៏ពាក្យខ្លះវាថែមទាំងធ្វើឲ្យមនុស្សស្រីកាន់តែពិបាកដកចិត្តនិងពិបាកបំភ្លេចទៀតផងក៏មានដែរយ៉ាងណាក៏ដោយធម្មជាតិគឺជាមនុស្សមិនថាមនុស្សស្រីឬក៏មនុស្សប្រុសគ្រប់គ្នាកើតមកជាមួយបេះដូងមួយចេះមានអារម្មណ៍ស្រឡាញ់ស្អប់ចេះមានតម្រូវការចង់ទទួលបានការយល់ចិត្តគឺអ្វីទាំងនេះហើយដែលត្រូវគ្រប់គ្នាមានមកជាមួយតាមពីចាប់កំណើតមកម្លេះចុះហេតុអ្វីយើងមិនអាចនិយាយបានបើគ្រាន់តែយើងគឺជាមនុស្សស្រីបើយើងមិនអាចនិយាយចេញមកវាដូចជាយើងកំពុងតែធ្វើបាបខ្លួនឯងហើយគ្រាន់តែពាក្យស្រឡាញ់សោះតើវាមានអ្វីដែលមិនល្អទៅហេតុអ្វីគ្រប់គ្នាទាំងអស់សិតតែមានជីវិតមកដោយសារតែមានសេចក្តីស្រឡាញ់ទេតាមានតែការនិយាយចេញមកការពិតប៉ុណ្ណោះដែលធ្វើឲ្យយើងលែងមានអារម្មណ៍គិតច្រើនហើយក៏មិនចង់ខាតពេលវេលាយកទៅគិតរឿងដែលមិនគួរបញ្ចប់ដោយសារតែខ្ញុំមិនអាចដឹងថាខ្លួនឯងអាចមានជីវិតរស់នៅបានយូរប៉ុណ្ណាទៀតដូច្នេះទើបខ្ញុំតែងតែផ្ដល់ការគោរពចំពោះខ្លួនឯងជានិច្ចខ្ញុំត្រូវគោរពចំពោះបេះដូងនិងទឹកចិត្តដ៏ល្អរបស់ខ្លួនឯងគ្រប់ពេលបើខ្ញុំមានពាក្យសម្ដីល្អៗដើម្បីប្រាប់នរណាម្នាក់នោះខ្ញុំនឹងនិយាយវាចេញមកហើយខ្ញុំគ្រាន់តែចង់និយាយនៅពាក្យសម្ដីដែលមាននៅក្នុងចិត្តនិយាយឲ្យចេញជាសម្លេងមកខាងក្រៅព្រោះខ្ញុំគិតថាបើថ្ងៃណាមួយខ្ញុំលែងមានដង្ហើមតទៅទៀតនោះពាក្យសម្ដីទាំងឡាយរបស់ខ្ញុំនឹងគ្មាននរណាម្នាក់អាចនិយាយជំនួសបានឡើយគ្មាននរណាបានដឹងថាខ្ញុំកំពុងគិតអ្វីចង់និយាយអ្វីហើយក៏គ្មាននរណាម្នាក់បានដឹងថាពាក្យនៅក្នុងចិត្តរបស់ខ្ញុំសំខាន់ប៉ុណ្ណាដែរនេះគឺជាមូលហេតុដែលខ្ញុំតែងចង់និយាយនិងនិយាយនៅអ្វីដែលខ្ញុំ
បានគិតជាធម្មតារាល់ពេលដែលខ្ញុំបាននិយាយនៅពាក្យនៅក្នុងចិត្តចេញមកក្រៅវាក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាធូរស្បើយយ៉ាងច្រើននិងអាចដកដង្ហើមបានស្រួលខ្ញុំមិនខ្វល់ពីចម្លើយឆ្លើយតបបែបណាទេពីព្រោះទោះជាចម្លើយបែបណាក៏ដោយក៏វាមិនតាក់ទងនឹងអ្វីដែលខ្ញុំចង់និយាយដែរខ្ញុំខ្លាចថាពីបដិសេរីមួយដែលនឹងកើតមានឡើងចំពោះរូបខ្ញុំនៅពេលថ្ងៃខាងមុខប្រសិនបើខ្ញុំមិនបាននិយាយនៅអ្វីដែលខ្ញុំគិតថាចង់និយាយពេលខ្លះគេមានរឿងច្រើនដែលចង់និយាយប៉ុន្តែគេបែរជាមិនហ៊ានហាមមាត់និយាយទៅវិញព្រោះគេខ្លាចខ្លួនគេទៅរងការខកបំណងនៅពេលដែលគេត្រូវបដិសេធសម្រាប់ខ្ញុំវិញដោយសារតែខ្ញុំប្រកាសក្នុងចិត្តថាខ្ញុំមិនបានដាក់ការរំពឹងចំពោះអ្វីដែលខ្ញុំធ្វើនោះទេខ្ញុំមិនរំពឹងថាគេនឹងមិនយល់ព្រមទេហើយខ្ញុំរឹតតែមិនខ្លាចនឹងការទទួលចំពោះចម្លើយបដិសេធអ្វីទាំងអស់គោលបំណងតែមួយគត់របស់ខ្ញុំគឺគ្រាន់តែចង់និយាយពាក្យដែលមាននៅក្នុងចិត្តឲ្យគេបានដឹងតែប៉ុណ្ណោះចុងក្រោយប្រសិនបើយើងមាននៅសេចក្តីស្រឡាញ់ចំពោះនរណាម្នាក់ហើយចង់និយាយពាក្យនេះឲ្យគេបានដឹងឬគ្រាន់តែចង់និយាយពាក្យថាអរគុណចំពោះទង្វើល្អដែលគេបានធ្វើលើយើងឬក៏គ្រាន់តែចង់និយាយពាក្យសំទោសចំពោះកំហុសខុសឆ្គងដែលយើងបានធ្វើលើនរណាម្នាក់យើងពិតជាអាចនិយាយបានហើយនិយាយដោយមិនចាំបាច់ត្រូវមានអារម្មណ៍ថាភ័យខ្លាចព្រួយបារម្ភអ្វីទាំងអស់យើងគ្រាន់តែត្រូវតាំងចិត្តឲ្យល្អដកដង្ហើមវែងសម្រួលអារម្មណ៍ឲ្យស្រស់ថ្លារួចក៏ចាប់ផ្ដើមនិយាយចេញមកក្រៅពីនោះគឺត្រូវមានចិត្តសប្បាយរីករាយត្រូវអបអរចំពោះខ្លួនឯងដែលហ៊ាននិយាយរឿងទាំងអស់នេះវាជារឿងធម្មតាបំផុតប្រសិនបើយើងហ៊ាននិយាយប៉ុន្តែវាមានតម្លៃនិងមានខ្លឹមសារសម្រាប់ជីវិតយើងនោះគឺឯងកុំខ្វល់ថាអ្នកដទៃគិតបែបណាចំពោះយើងប៉ុន្តែបែបនេះគឺមានន័យថាយើងបានផ្ដល់តម្លៃនិងការគោរពចំពោះខ្លួនឯងព្រោះថាយើងអាចគោរពនិងឲ្យតម្លៃអ្នកដទៃបានក៏ដោយសារតែយើងមានតម្លៃនិងមានការគោរពដែលចេញពីខាងក្នុងខ្លួនឯងជាមុនសិនជួបនឹងឃ្លាតគឺពិបាកដូចគ្នាសូមស្រឡាញ់ហើយសូមកុំស្អប់និងសូមគិតថាយើងពិតជាមានសំណាងខ្លាំងណាស់ដែលបានស្គាល់មនុស្សម្នាក់នោះក្នុងជីវិតពិតពេលខ្លះមានមនុស្សជាច្រើនដែលគេបានស្រឡាញ់គ្នាប៉ុន្តែពួកគេមិនអាចសូម្បីតែបានជួបមុខគ្នាញឹកញាប់ឯអ្នកខ្លះទៀតធ្លាប់ស្រឡាញ់គ្នាបន្ទាប់មកក៏ត្រូវបែកគ្នាវិញប៉ុន្តែក្រោយមកពួកគេបែរជាត្រូវជួបគ្នាព្រឹកល្ងាចដោយសារតែត្រូវមកធ្វើការកន្លែងការងារជាមួយគ្នាឬអង្គុយសិក្សានៅក្នុងថ្នាក់រៀនជាមួយគ្នាអ្នកខ្លះទៀតមិនទាំងទាន់បានប្រាប់ថាស្រឡាញ់គ្នាពីមុនមកសោះក៏ត្រូវមកជួបគ្នាឬក៏រស់នៅជាមួយគ្នាដោយសារតែគ្រួសារបង្ខំឲ្យរៀបការជីវិតពិតជាមានបញ្ហាច្រើនមែនទែនជាពិសេសគឺបញ្ហាបេះដូងរបស់យុវជននេះឯងតែម្ដងវាគ្មានរឿងសំបំណងច្រើនទេសម្រាប់ជីវិតយើងពីព្រោះរឿងសំបំណងទាំងអស់នៅពេលនេះវានឹងคล้ายទៅជារឿងដែលខកបំណងនៅពេលក្រោយហើយក៏មិនប្រកាសថារឿងដែលខកបំណងនៅពេលនេះវាសិតតែអាក្រក់រហូតនោះឡើយប៉ុន្តែរឿងខកចិត្តវានឹងធ្វើឲ្យយើងរៀនពីការកាត់បន្ថយការរំពឹងច្រើនពេកចំពោះរឿងដែលវានឹងត្រូវកាត់ឡើងហើយត្រឡប់មកបើកចិត្តឲ្យទូលាយរងចាំទទួលយកនៅអ្វីនឹងមកដល់យើងមានសំណាងដែលបានជួបមុខមនុស្សដែលយើងស្រឡាញ់ធ្លាប់ស្រឡាញ់ពីមុននៅកន្លែងការងារឬក៏នៅក្នុងថ្នាក់រៀននោះខ្ញុំគិតថាវាគឺជារឿងល្អសម្រាប់យើងទៅវិញទេពីព្រោះប្រសិនបើយើងបែកឆ្ងាយពីគ្នាហើយពេលណាមួយដែលយើងនឹកដល់គេតែយើងទៅធ្វើយ៉ាងម៉េចមានអ្នកខ្លះសុខចិត្តបដូរកន្លែងការងារព្រោះតែមិនចង់ជួបមុខមនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ពីមុនប៉ុន្តែក៏នៅតែមានអ្នកខ្លះទៀតដែលសុខចិត្តធ្វើដំណើរតាមរថយន្តឬរថភ្លើងរាប់ម៉ោងព្រោះតែចង់ជួបមុខមនុស្សជាទីស្រឡាញ់របស់គេក្នុងដំណើរជីវិតរាល់ថ្ងៃយើងក៏
ជាមនុស្សម្នាក់ដែលបានឆ្លងកាត់រឿងទាំងអស់នេះផងដែរនៅពេលមនុស្សពីរនាក់ស្រឡាញ់គ្នាគេសុខចិត្តឆ្លងកាត់ឧបសគ្គលំបាកនានាជាមួយគ្នាប៉ុន្តែនៅពេលដែលមានហេតុផលបែកគ្នាពួកគេក៏បង្កើតឧបសគ្គដើម្បីកុំឲ្យជួបមុខគ្នាទៅវិញប្រសិនបើយើងនៅមានសេចក្តីស្រឡាញ់ខ្លះៗចំពោះគេនៅឡើយនោះការដែលអាចបាននៅជិតគ្នាវាជារឿងល្អណាស់ពីព្រោះយើងនៅតែអាចមានឱកាសបានឃើញមុខគេយើងនៅតែអាចដឹងថាថ្ងៃនេះគេស្លៀកសម្លៀកបំពាក់បែបណាសុខទុក្ខគេដូចម្ដេចប៉ុន្តែប្រសិនបើយើងអស់ចិត្តស្រឡាញ់ទៅហើយតើការជួបមុខគ្នានឹងមានអ្វីជាឧបសគ្គទៀតបើយើងរាប់អានគ្នាធម្មតាគឺមិត្តរួមកងងារឬក៏មិត្តរួមថ្នាក់បែបធម្មតាបែបនេះគឺវាល្អណាស់បញ្ហាគ្រប់យ៉ាងមិនស្មុគស្មាញខ្លាំងដោយការឆ្លើយតបដែលយើងមានចំពោះបញ្ហានោះទេតារាបណាយើងមិនបានកំណត់យកវាមកធ្វើជាបញ្ហាទេវានឹងក៏មិនអាចក្លាយទៅជាបញ្ហាសម្រាប់យើងឡើយនៅពេលដែលយើងអាចអានពាក្យទាំងនេះហើយវាក៏បានមានន័យថាយើងគឺជាមនុស្សម្នាក់ដែលធំអស់ហើយយើងគួរតែអាចរៀនពីការគ្រប់គ្រងចិត្តរបស់យើងឲ្យបានល្អប្រសើរជាងមុនដោយខ្លួនឯងជួបមុខគ្នាមិនមែនជាបញ្ហាទេបញ្ហានៅត្រង់ថាយើងចង់ជួបមុខគ្នាឬក៏មិនចង់ជួបមុខគ្នាតែប៉ុណ្ណោះប៉ុន្តែអ្វីជាមូលហេតុដែលធ្វើឲ្យយើងមិនចង់ជួបមុខគេយើងត្រូវតែរៀនបង្កើតសំណួរដើម្បីរកហេតុផលត្រឹមត្រូវពីព្រោះជីវិតយើងនឹងរស់នៅជាមួយហេតុផលកាលណាយើងចេះស្វែងរកពីហេតុផលដើម្បីរស់នៅបានល្អនោះជីវិតយើងនឹងមិនភ្លើតភ្លើងពេកហើយក៏មិនទុក្ខសោកច្រើនពេកនោះដែរ